សូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាសកម្មភាពមុននឹងចូលរោងនៃអាពាហ៍ពិពាហ៍របស់ខ្ញុំបាទហើយជាដំបូងហ្នឹងគឺជិតដល់ថ្ងៃគឺខ្ញុំបានមកសារីសក់ហើយសារីសក់នេះគឺនៅជាងពងទឹកហើយបន្ទាប់មកគាត់ចាប់សក់ចាប់អីឈូសពីខាងក្រោមកំងម៉ូតគាត់បានហើយបន្ទាប់មកចេញរូបរាងសក់ហើយបន្ទាប់មកគាត់ស្រីកោជើងសក់អីបន្ថែមឲ្យស្អាតនៅជិតដល់ថ្ងៃការហើយបន្ទាប់មកក៏បានធ្វើដំណើរមកប្រាប់អ្នកម្ដាយដែលអ្នកម្ដាយលោកបានចែកឋានទៅយូរហើយមកប្រាប់ដំណឹងថាកូនប្រុសយកប្រពន្ធហើយដោយសារតែអ្នកម្ដាយលោកបានលាចាកលោកនេះទៅកាន់លោកខាងមុខទៅបានសោកហើយនៅកូនអញ្ចឹងមកប្រាប់ដំណឹងដើម្បីឲ្យគាត់បានដឹងទោះបីគាត់មិនបានដឹងក៏បានឆ្លៀតមកកន្លែងគាត់មិនតិចដែរកូនប្រុសម៉ែមានប្រពន្ធហើយកូនកានៅថ្ងៃ1 ខែ 3ហើយអ្នកម្ដាយប្រាប់អ្នកម្ដាយឲ្យដឹងកូនប្រុសមានប្រពន្ធហើយអ្នកម្ដាយបានសក់ហើយក្រោយពីប្រាប់អ្នកម្ដាយរួចហើយក៏មកផ្ទះឪពុកក្មេកវិញហើយពីអ្នកឪពុកក្មេកសម្អាតទៅលើផ្ទះបោះធូលីដែលនៅជាប់តាមរនាបផ្ទះហើយបោះសម្អាតជាមួយគាត់មួយព្រឹកធំហើយបោះតាមកលុកកលៀតហើយបន្ទាប់មកក៏មកចុះបុកសម្បុកពីងពីងនៅក្រោមផ្ទះម្ដងដើម្បីកុំឲ្យមានសម្បុកពីងពីងជួយសម្អាតទីធ្លាផ្ទះគាត់ដើម្បីរៀបចំកម្មវិធីដើម្បីឲ្យផ្ទះមើលទៅមានសោភ័ណភាពស្រស់ស្អាតបន្តដើម្បីរៀបចំក្រុងពីលីហើយនេះជាសកម្មភាពពេលព្រឹកដែលរៀបចំហែចំនួនចូលដើម្បីចូលរោងការផងដែរហើយវីដេអូនេះផងដែរបានមកពីខាងតន្ត្រីដែលគាត់ជួយថតហើយខ្ញុំអត់មានពេលថតខ្លួនឯងទេព្រោះនៅក្នុងនេះនៅជាប់កម្មវិធីខ្លួនឯងអត់មានពេលវេលាក្នុងការថតជាពិសេសសូមអរគុណដល់បងម្ចាស់វីដេអូនេះផងដែរដែលបានថតកម្មវិធីហើយចំនួនថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំបាទសូមអរគុណហើយរៀបចំលោកអាចារ្យក៏រៀបចំហើយចំនួនដើម្បីចូលរោងជ័យហើយជាបន្ទាប់មកសូមអរគុណចំពោះលោកម្ចាស់និងបងប្អូនខាងប្រុសខាងស្រីដែលបានអញ្ជើញចូលរួមនៅក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំបាទហើយសូមជូនពរជួបតែសេចក្តីសុខនិងសេចក្តីចម្រើនតរៀងទៅរកស៊ីទទួលទានមានបានគ្រប់ពេលវេលាជានិរន្តរ៍នេះលោកគ្រូភ្លេងខ្មែរបងប្អូន